សួស្តីបងប្អូនថ្ងៃនេះមកមើលសញ្ជាអត់ដើរថាបើកទៅអត់ជាឥឡូវមុនដំបូងគឺយើងឆែកទៅមកស្តារនឹងមុនដំបូងយើងបើកកង្ហាលបើកសញ្ជាមើលវាដើរអត់ហើយ filter គេដូរថ្មីអត់គេថាតំដូរ filter ទេ filter តំដូរទេកង្ហាលបើកអត់មានខ្យល់ត្រជាក់មកដល់ពេលខ្ញុំមកមើលខាងក្រៅឃើញដើរតែកង្ហាលទេវាតែសលេង compressor ដើរហើយដល់ពេលខ្ញុំមើល unit នឹងក៏ក្រិចមែនតើចឹងទៅដំបូងហ្នឹងខ្ញុំ clean វាចេញសិនព្រោះវាក្រិចពេកចាំរកក្រោយទៀតឥឡូវខ្ញុំ clean ចាប់ដើមដោះវា clean បងប្អូនបើយើងរកឃើញហើយក៏នៅដើរស្រួលដែរអញ្ចឹងយើង clean សន្តិជាហ្នឹងហើយចាំរកបញ្ហាតទៀតពេលសន្តិជាបងប្អូនប្រើ complete លាងសម្អាតបងប្អូនកុំឲ្យទុកដល់ថ្នាក់ហ្នឹងវាធ្វើមានបញ្ហានេះបញ្ហានោះអញ្ចឹងណាឥឡូវទី1ហ្នឹងគឺខ្ញុំត្រូវការ clean វាឲ្យស្អាតហ្នឹងសិនហើយបានខ្ញុំរកបញ្ហាផ្សេងទៀតព្រោះអានេះវាមានបញ្ហា2ទៅ3ហើយទី1ខប្រាប់ service គេហ្នឹងសូមមេត្តាមិនបាច់ប្រាប់តែខូចនេះខូចនោះទេបងប្អូនគាត់ប្រាប់តែសិនជាយើងអត់ដើរហ្នឹងទៅបានហើយឲ្យអ្នក service មកអើតឆែកមើលថាវាមានបញ្ហាអីដូចខ្ញុំអញ្ចឹងខ្ញុំមើលឃើញអានេះវាក្រិច unit ហើយវា compressor ដើរអញ្ចឹងខ្ញុំដឹងថាមាន2បញ្ហាហើយខាងក្នុងក៏ក្រិចឥឡូវខ្ញុំចាប់ដើមបាញ់ស្រោចទឹកវាសិនស្រោចទឹកហើយបានស្រោចទឹកថ្នាំបងប្អូនណាកុំស្រោចថ្នាំហ្មងវាអញ្ចឹងវាអត់ចូលទេស្រោចទឹកវាសើមសិនបាញ់ទឹកថ្នាំចូលវាឈៀបច្រើនណាអាកតិចដីចេញហើយនេះខ្ញុំចាប់ដើមបាញ់ទឹកថ្នាំស្រោចវាស្រោច2ដងបងប្អូនឃើញវាក្រាស់ក្រិចពេកណាឃើញបាញ់ទឹកថ្នាំចូលមកចង់សព្រោះវាមានជាតិអាស៊ីតកាត់អាហ្នឹងដើម្បី clean វាបងប្អូនហើយយើងស្រោចទៅស្រោចម្ដងអត់ស្អាតទេព្រោះសញ្ជានេះក្រិចខ្លាំងហើយខាងក្នុងក៏ក្រិចដែរអានេះខ្ញុំបាញ់ clean ខាងក្រៅអស់ហើយខ្ញុំចូលទៅខាងក្នុងវិញមុនដំបូងគឺខាងក្រៅយើងបាញ់ទាំងជុំវិញអស់មកជុំនឹងសិនហើយបកទៅបាញ់សាថ្មីវិញខាងមុខវិញអានេះខ្ញុំបាញ់ហើយមកជុំហើយបងតែខ្ញុំមើលកន្លែងណាទឹកថ្នាំវាអត់ប៉ះដល់ពេលអញ្ចឹងទៅខ្ញុំរកកន្លែងផ្លោះបាញ់ជួសវាតិចហើយមកបាញ់នៅខាងក្រោយវិញខាងក្រោយហ្នឹងក៏ច្រើនដែរច្រើនជាងវារៀងល្ងឹតពិបាកមើលបាញ់ខាងក្រោយហើយខ្ញុំមកខាងជុំនេះវិញបងប្អូនបាញ់វិញមួយសាទៀតដោយសារវាក៏តិចប្រឡាក់ច្រើនទៅបាញ់ទៅមានជាតិពពុះច្រើនហ្នឹងវាច្រើនអាជាតិដីនៅខាងក្នុងពេលណាបងប្អូនបាញ់អាហ្នឹងហើយអញ្ចឹងទៅលាងទឹកវាហើយយើងបាញ់ទឹកមើលទឹកវាទ្រូទៅធ្លាយទៅមកខាងទីខាងក្នុងអញ្ចឹងមានន័យមិនជាក្លៀនស្អាតហើយបើមិនជាវាអត់ធ្លាយទេមានដីនៅក្នុងហ្នឹងពេលខ្ញុំបាញ់ហើយខ្ញុំទុកវាមកស្ទុះសិនព្រោះវាច្រើនណាដីនឹងច្រើនព្រោះវាក្រិចពេកនេះសិតទៅពពុះចេញមកអញ្ចឹងខ្ញុំចាប់ផ្ដើមដាក់ទឹកស្រោចវាឃើញស្រោចទៅឡើងភ្លឺចាស់ហ្នឹងបងសន្តិជាហ្នឹងថ្មីមកពីម្ចាស់គេអត់ដែរ clean តាំងមកនៅថា6 7ឆ្នាំអត់ដែរ clean ផងហើយខ្ញុំឃើញ clean ឡើងសស្គូបើសិនជា clean សិនជាមិនទូទៅបើ clean ចឹងបងប្អូនលុះត្រាតែសិនជានៅក្រិចខ្លាំងមិនបើបើសិនជាមិនក្រិចខ្លាំងទេយើងបាញ់តាមស្លាប់ព្រិលវាទៅវា clean បានដូចគ្នាប៉ុន្តែគាត់វាមិនសូវស្អាតដូចបើចេះហើយខ្ញុំ clean អស់ខាងហ្នឹងហើយខ្ញុំត្រូវវាចូលទៅ clean ខាងក្នុងម្ដងបងឥឡូវខាងក្នុងក៏ក្រិចតែខ្ញុំ clean ហើយនេះបងប្អូនមើលឃើញខាងក្នុង clean វាមិនបាន 100% clean ទេបងប្អូនគាត់បានតែស្អាតហើយបញ្ហាទី2គឺខូចcapacitor ហ្នឹង capacitor អាចារ្យម្ចាស់គេសួរថាចុះផុនគេធំឲ្យដាក់ក្រោយមកទូចហ្នឹងផុនគេធំឲ្យដាក់ទូចព្រោះដោយសារធំហ្នឹងខ្ញុំមានតាទូចcapacitor ទូចហ្នឹងថ្លៃជាងធំទៀតព្រោះវាធ្វើសម្រាប់ special មិនទៅជាដល់ពេលចឹងខ្ញុំរ៉ាន់ឲ្យខ្ញុំប្រើនេះជំនួសទៅប៉ុន្តែដូចតែគ្នាតែគ្រាន់តែនោះទំហំធំហើយនេះទំហំទូចប៉ុន្តែលេខដូចគ្នាបើលេខខុសគ្នាបងប្អូនកុំដាក់នាំឲ្យយើងឆាប់ខូចសន្តិយើងទេវាធ្វើដូចថាលេខធំជាងយើងអត់មានលេខទូចយើងដាក់លេខធំហ្នឹងទៅវាដើរប៉ុន្តែគ្រាន់តែវាអត់បានយូរសន្តិយើងឆាប់ខូចចាប់ចូលវិញហើយខ្ញុំថេសវាដើរឲ្យធម្មតាបងប្អូនអរគុណច្រើនបងប្អូនកុំភ្លេចជួយ like ជួយ share វីដេអូខ្ញុំផងជម្រាបលាបាយបាយ